បងសូមជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះថេងពលៈអញ្ចឹងនេះគឺជា homework របស់ខ្ញុំដែលខ្ញុំបានធ្វើដែលយើងធ្វើទៅលើដាក់ relationship ទៅកាន់after table ជាមួយនឹង book table អញ្ចឹងនៅក្នុងជាដំបូងយើងចូលមកមើលក្នុង database របស់យើងចូលមកកន្លែង migration ដែលយើងមានឃើញថានៅក្នុង create table create after table នេះគឺយើងមានទៅកាន់ name ID name bio ហើយនឹងយើងមាន nationality របស់គាត់ហើយយើងមកបន្ទាប់ជាមួយនឹង table book ដែលយើងមានទៅលើ ID string ID cover image title author ID book number publication date general ហើយនឹងavailable copy ផងដែរហើយយើងក៏មានភ្ជាប់ជាមួយ relationship រវាង author ID ជាមួយនឹង author ដែលយើងដាក់ relationship ឲ្យវាជាប់គ្នាជាមួយនឹង author ហើយត្រឡប់មកបន្ទាប់យើងមើល function អានេះគឺជាដែលយើងប្រើដើម្បី add data ទេយើងទៅត្រួសមួយវាយើងមាន fake ទៅលើ name bio nationality ហើយក៏ដូចគ្នាជាមួយនឹង cover image title ហើយនេះចឹងទៅហើយយើងមកមើលទៅកាន់ seeder របស់យើងវិញ seeder យើងក៏មានតែប៉ុណ្្នឹងដែរដែលយើងមានទៅកាន់ after seeder ដែលយើងបង្កើត10 function ដែលយើងខលហៅ model របស់យើងមកយើងហៅ factory របស់យើងមកដាក់មកហើយយើងបង្កើតបាន10ហើយ book ក៏ដូចគ្នាយើងបង្កើតបាន10ហើយដើម្បីឲ្យ seeder ដំណើរការបានយើងត្រូវការចុះឈ្មោះវាសិនអញ្ចឹងចុះឈ្មោះគឺយើងធ្វើនេះដោយដាក់ this call ហើយបន្តមកយើងឲ្យ after seeder ហើយ class book seeder class អញ្ចឹងចំពោះ database ក៏អស់តែប៉ុណ្្នឹងបន្ទាប់យើងមកមើលទៅលើ model របស់យើងតែយើងធ្វើអីខ្លះទៅលើ model អញ្ចឹងនៅក្នុង model នេះនៅក្នុង after យើងមាន name bio nationality ហើយបន្តមកយើងមានទៅលើ function book ដើម្បីយើងដាក់ទៅលើrelationship វាអញ្ចឹងដោយសារតានេះនៅក្នុង table after អញ្ចឹងគឺមានន័យថា function book ហ្នឹងគឺវា have many book ដោយសារតែafter ម្នាក់គាត់ទៅសេសភៅបានច្រើនអញ្ចឹងហើយចំពោះនៅក្នុងនេះក៏ដូចគ្នាដែរយើងគ្រាន់នេះហើយយើងមាន function មួយដើម្បីដាក់ relationship រវាង actor ID ជាមួយទៅកាន់ actor ដែលយើងហៅ function actor ហ្នឹងហើយយើង return ទៅលើ belong to មានន័យថាសភៅមួយក្បាលហ្នឹង belong to actor ម្នាក់អីចឹងទៅអូខេអញ្ចឹងសម្រាប់ model ក៏អស់តែប៉ុណ្្នឹងហើយបន្ទាប់យើងចូលទៅមើលកាន់ controller របស់យើងដែលយើងមានធ្វើទៅលើ2ទេទោះបីវាមាន3ក៏ដោយតែយើងមើលតែ2ទេទី1គឺ actor ទី2គឺ book controller អញ្ចឹងនៅក្នុង actor ដូចជាបានឃើញអញ្ចឹងយើងមាន index អានេះគឺជាដែលយើងប្រើដើម្បី show ទៅលើ data សម្រាប់ book ទាំងអស់ហើយបន្តមកយើងមាន show actor ហើយយើងមានcreate request ហើយយើងមានedit ហើយយើងមាន destroy ហើយនឹងចុងក្រោយគេគឺជា function ដែលយើងទំបកម្មមកថ្មីគឺ search after by name អញ្ចឹងនៅត្រង់នេះគឺយើងsearch after by name អញ្ចឹងនៅត្រង់នេះគឺជាfunction ដែលយើងបង្កើតមកដើម្បីឲ្យយើងអាច search តាម URL ដើម្បីស្វែងរក after ហើយវានឹង list down ទៅលើ name របស់គាត់ bio nationality ហើយនឹងគាត់បានសរសេរទៅលើ book អីខ្លះដែលនៅក្នុង function book នេះដូចជាបានឃើញគឺយើងប្រើទៅលើ method ថ្មីមួយដែលហៅថា map ដែលយើងប្រើដើម្បី loop ទៅកាន់actor មួយហើយបន្តមកនៅក្នុង book នេះគឺយើងប្រើ map នេះដើម្បី loop ទៅយក book នៅក្នុង book ជាច្រើននៅក្នុង table books របស់យើងហើយសម្រាប់ actor ក៏អស់តែប៉ុណ្្នឹងហើយក៏អត់ខុសគ្នាច្រើនពី actor ដែរនៅក្នុង book controller គឺយើងមានដូចគ្នាយើងមាន book data ដែលយើងមាន display ទៅលើ ID cover image title number របស់វាហើយបន្តមកយើងមាន public date general available copy ហើយនៅត្រង់នេះគឺយើងឲ្យវា display ទៅកាន់ actor name ម្ដងដែលយើងប្រើវាដោយយើងប្រើវាបាញ់ទៅលើ actor ហើយបាញ់ទៅលើ actor name អញ្ចឹងបើវាអត់មានទេវានឹងចេញពាក្យថា null ហើយអានេះសម្រាប់ show ID ក៏អត់មានអីដូចគ្នាដែរដូចតែនឹងមិញហ្នឹងហើយបន្តមកយើងមាន create
យើងមាន edit យើងមាន destroy ហើយចុងក្រោយគេមកអស់គឺយើងមាន search book by title ហើយទីនេះយើងមាន request ហើយបន្ទាប់មកយើងធ្វើការ title បានទៅកាន់ title ហើយបន្ទាប់មកយើងមាន where យើងដាក់ទៅលើ query របស់យើងហើយបន្ទាប់មកយើង get book អាស្រ័យទៅលើ title ដែលគេបាន input ហើយបន្ទាប់មកនៅទីនេះយើងមាន check មើលថាតើbook នឹងវា empty អត់បើវាសិនជាវាអត់បើវា empty វានឹង respond ទៅលើ code មួយ block ត្រង់នេះហើយបើសិនជាវាអត់ទេវានឹង return ចេញចម្លើយដូចដែលយើងបាន list down នៅខាងនេះចឹងអូខេអញ្ចឹងពីបន្ទាប់មើលហើយយើងត្រឡប់ទៅមើល route យើងវិញថាយើងមាន route អីខ្លះអញ្ចឹង route របស់យើង API route ក៏មានដូចគ្នាប៉ុណ្ណឹងដែរយើងមាន get យើងមាន search យើងមាន ID យើងមាននេះហើយយើងមាន delete ហើយ after ក៏មានដូចគ្នាដែរតែចំណុចសំខាន់ដែលយើងត្រូវបញ្យល់ត្រង់នេះគឺខ្ញុំត្រូវការដាក់ search នេះឲ្យវាមុននៅក្នុង ID នេះជៀសវាងនៃការដែលវាមានភាពភ័ន្តច្រឡំរវាងគ្នាអញ្ចឹងដោយសារតែ search យើងដាក់វា search ចេះបើសិនជាយើងដាក់ search នេះនៅខាងក្រោម ID នោះនៅពេលដែលយើងហៅ API ដាក់ search អញ្ចឹងវានឹងចាត់ទុកថាពាក្យ search នេះគឺជា ID អញ្ចឹងធ្វើឲ្យ function នេះវាអាច call ហៅបានទេលុះត្រាតែយើងថែម search ហើយយើងថែម slash អីពីមុខមួយទៀតអញ្ចឹងដោយសារតែអញ្ចឹងវាអត់ clean វាមើលទៅអត់តំណងអញ្ចឹងខ្ញុំក៏សម្រេចចិត្តដាក់ search នេះនៅខាងលើដើម្បីឲ្យវាមើលឃើញមកវាស្អាតនៅក្នុង API link របស់យើងផងដែរអញ្ចឹងសម្រាប់ខ្ញុំអស់ត្រឹមតែប៉ុណ្ណឹងនៅក្នុង code ឥឡូវនេះយើងចូលមកកាន់ test API ទាំងអស់គ្នាអញ្ចឹងខ្ញុំសូមចូលទៅ Sander client ហើយបន្ទាប់មកនៅក្នុង Sander client ខ្ញុំយក get នេះមួយហើយបន្ទាប់មកដូចជាបានឃើញមកអញ្ចឹងនេះ link ដែលយើងមានស្រាប់អញ្ចឹងឥឡូវខ្ញុំសូមធ្វើការwhite link ដើម្បីទៅយកទៅកាន់នេះរបស់យើងទៅកាន់ book របស់យើងឥឡូវដាក់ book ហើយបន្ទាប់មកខ្ញុំ request API នោះយើងឃើញថាយើងបាន book នៅខាងនេះអូខេដូចដែលបានឃើញអញ្ចឹងគឺយើងឃើញមាន book នៅត្រង់នេះយើងមាន book យើងមានbook data book ជាច្រើនហើយបន្ទាប់មកយើងមាន ID របស់ book យើងមាន book image title ហើយត្រង់នេះគឺមានឈ្មោះរបស់អ្នកទៅសេសភៅនោះផងដែរកិច្ចការបន្ទាត់ឥឡូវឧទាហរណ៍តែខ្ញុំចង់ search book នឹង by ឥឡូវខ្ញុំធ្វើតាម by name មួយ by ID មួយអញ្ចឹងសូម copy name នេះទុកហើយបន្ទាប់មកខ្ញុំ copy by ID ខ្ញុំដាក់លេខ2ខ្ញុំឃើញថាអូខេឥឡូវវាចេញដូចគ្នាវាមាន data យើងមាននេះវាចេញតាម ID ប៉ុន្តែបើសិនជាយើងចង់ចេញតាម search យើងគ្រាន់តែដាក់ search ហើយបន្ទាប់មកខ្ញុំនឹងធ្វើការ query របស់វាតាមរយៈ title ហើយបន្ទាប់មក value របស់វាយើងនឹងធ្វើការ pass ទៅលើឈ្មោះ book នឹងអញ្ចឹងទៅយើងនឹងឃើញថាអូខេនៅពេលនេះវានឹង pop out data តែពាក់ព័ន្ធជាមួយនឹងសភៅមួយក្បាលនឹងចេញមកនៅត្រង់ទៅនេះអញ្ចឹងអាហ្នឹងសម្រាប់ book ហើយសម្រាប់actor ក៏ធ្វើឡើងដូចគ្នាដែរអញ្ចឹងខ្ញុំសូមធ្វើការ loop ទៅលើត្រង់នេះចេញហើយបន្ទាប់មកខ្ញុំហៅទៅលើ actor ម្ដង actor អញ្ចឹងនៅពេលដែលខ្ញុំហៅ actor ចេញមកដោយសារតែ data យើងមានច្រើនអញ្ចឹងវាត្រូវការរយៈពេលយូរបន្តិចអូខេអញ្ចឹងនៅពេលដែលយើង send request actor មកយើងនឹងឃើញបែបនេះដែលយើងមាន actor name ហើយយើងមាន bio យើងមានទៅលើ nationality របស់គាត់ហើយតោះមកយើងមានទៅលើប្រភេទ book របស់ពួកគាត់បានសរសេរ book អីខ្លះនៅក្នុងនោះអញ្ចឹងដើម្បីឲ្យកាន់តែងាយស្រួលយើងអាចហៅតាម ID របស់គាត់ចឹងយើងឃើញច្បាស់ជាងហ្នឹងអញ្ចឹងដូចគ្នាយើងមាន data យើងមាន name យើងមាន bio របស់គាត់យើងមាន Hungary nationality របស់គាត់ហើយទៅនេះវានឹង list down ទៅលើប្រភេទគាត់បានសរសេរសភៅអីខ្លះហើយវានឹង publish នឹងឯណាអូខេអញ្ចឹងយើងអាចសាក copy ឈ្មោះរបស់គាត់នេះទុកហើយតមកខ្ញុំព្យាយាម access ទៅកាន់របស់គាត់តាមរយៈsearch ហើយតមកខ្ញុំនឹងឲ្យsearch តាម parameter របស់គាត់ឲ្យ name ហើយយើងនឹង pass ឈ្មោះរបស់គាត់ចូលទៅហើយយើង set request អូខេអញ្ចឹងយើងឃើញថាគឺយើង request បានឈ្មោះគាត់ពិតប្រាកដមែនអញ្ចឹងសម្រាប់វីដេអូ
ធំបើរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងអរគុណលោកគ្រូដែលតាមដានទស្សនាវីដេអូមួយនេះអរគុណច្រើន